จมអត់ខ្លាចមែនពេលបន្លាចមិនខ្លាចពូខ្មោចក៏ប្រើក្បាច់ចាស់ដោយខ្វេះក្របភ្នែករបស់ខ្លួនហុចទៅឲ្យនាយផង់លោកបងហូបជាមួយគ្នាទេលោកបងនាំកូនហូបចុះណាអាត្មាមិនឆាន់ទេហូបឲ្យឆ្អាតឆ្អាតចុះណាញោមអាត្មាលាញោមនឹងកូនសិនហើយកណាលោកបងខ្ញុំព្រះករុណាអបសុកពេកគ្មានគ្នាលេងទៅចង់មកលេងជាមួយក្មេងៗណាដោយគុណញោមចង់លេងជាមួយគេប៉ុន្តែគេមិនចង់នោះទេគ្មានមនុស្សឯណាអាចមកលេងជាមួយខ្មោចទេគេខ្លាចគេអាចឈឺព្រោះតែការលងបន្លាចរបស់ញោមកណាបើអញ្ចឹងខ្ញុំកណាឈប់ធ្វើដូច្នេះទៀតហើយឲ្យពូសំទោសក្មួយដែលធ្វើឲ្យក្មួយខ្លាចរឿងខ្មោចលងគៀនរបងវត្តនៅតាមផ្លូវលោកសង្ឃដើរបិណ្ឌបាតរួចក៏ដើរឆ្លងកាត់ព្រៃដើម្បីត្រឡប់ទៅក្នុងវត្តប៉ុន្តែខណៈនោះផងដែរព្រះសង្ឃអង្គនោះក៏បានឃើញខ្មោចពីរនាក់ម្ដាយកូនកំពុងតែហូបសំណែនដែលគេសែនឲ្យនៅក្រោមដើមឈើហូបទៅកូនឆ្ងាញ់ដែរទេកូនឆ្ងាញ់ណាស់ម៉ែបើឆ្ងាញ់ហូបឲ្យច្រើនទៅកូនតើនៅមានរបស់ហូបឆាប់ហូបទៅញោមនាំកូនមកហូបសំណែនគេសែនឲ្យទៀតហើយមែនទេញោមលបងកំពុងតែនិយាយជាមួយនរណាគេហ្នឹងលបងកណាដូចជាអត់មានឃើញនរណានៅម្ដុំនេះផងហ្នឹងលបងគឺនៅកន្លែងនេះនៅក្បែរជើងឯងនឹងហើយហាលបងទៀតហើយហីលបងជួបទៀតហើយហីខ្ញុំកណាបះរោមអស់ហើយលបងបញ្ញាប់និមន្តទៅកត់វិញទៅលបងកុំខ្លាចអីគេមិនធ្វើអីឯងទេមិនឲ្យខ្លាចមិនលបងជាខ្មោចណាមិនមែនជាមនុស្សទេលោកបងហូបជាមួយគ្នាទេលោកបងនាំកូនហូបចុះណាអាត្មាមិនឆាន់ទេហូបឲ្យឆ្អាតចុះណាញោមអាត្មាលាញោមនឹងកូនសិនហើយកណាលោកបងនិយាយរួចលោកបងក៏បាននិមន្តចេញទៅនាយកៃក៏ប្រញាប់ទៅពីក្រោយព្រឺសម្បល់ខ្ញាក់តែម្ដងហើយម្បាញ់មិញនេះយើងដើរឆ្លងកាត់ព្រៃជិតដល់វត្តទៅហើយតែបែរជាជួបខ្មោចអញឃើញខ្មោចមែនទេយើងបានឃើញទេតែលបងជាអ្នកឃើញអញ្ចឹងសោះក៏ខ្លាចដែរបើមិនបានឃើញផងប្រញាប់ជូតកត់ឲ្យលឿនទៅចិត្តយប់ឥឡូវហើយប្រយ័ត្នអត់កន្លែងដេកទៅឯងយើងដឹងហើយនាពេលយប់ឡើងនាយកៃមកងូតទឹកពីងក្បែរសាលាឆាន់តិចណាស់វ៉ៃអាផង់បបួលមកជាគ្នាវាមកទៀតវាឲ្យឯងមកងូតទឹកតែម្នាក់ឯងយប់ប្រលប់អញ្ចឹងហើយមិនដឹងសោះតែឯងវាខ្លាចគ្រាន់តែជូនមកបានជាគ្នាក៏មកដែរអានេះវ៉ៃនាយកៃចាក់ទឹកងូតឈូគេក៏ចេះតែរៀងស្រាវឆ្អឹងខ្នងដូចគ្នាសុំងូតទឹកផងងូតទឹកដែរមកក្មួយហើយសំឡេងអ្នកណាគេមកនិយាយស្អីល្វើយក្បែរនេះអាណាគេហ្នឹងវ៉ៃខ្ញុំណាក្មួយសុំងូតទឹកផងមកនាយកៃងាកក្រោយក៏បានឃើញច្បាស់ផ្ទាល់នឹងភ្នែកខ្មោចសុំមកងូតទឹកជាមួយគេដោយគ្រាប់ភ្នែកបើកធំប៉ុនពងមាន់ហើយនៅក្នុងដៃមានកាន់សាប៊ូដោះខ្លួនទៀតផងអត់ទេខ្ញុំមិនឲ្យងូតជាមួយទេទៅងូតកន្លែងផ្សេងទៅឲ្យសាប៊ូមកខ្ញុំវិញខ្មោចសោះងូតទឹកដោះសាប៊ូដែរខ្មោចនឹងអត់ចេះចង់ស្អាតមែនមិនក៏និយាយឈួតអញ្ចឹងនោះមកចេះតមាត់ទៀតត្រូវឥឡូវហើយអានេះជុំហើយយើងអាផងយើងអាយុបងឯងណាវើយយើងនឹងលងឯងឲ្យបះសក់មិនខានហើយខ្លាចណាស់វើយចូលមកចិត្តមកក្បាលមកផ្ដាល់នេះមិនខានទេអត់ខ្លាចហើយចង់វាយយើងទៀតឆ្លើយហេតុអីក៏ឯងមិនខ្លាចយើងឆាប់ខ្លាចយើងភ្លាមទៅខ្លាចភ្លាមទៅបើយើងមិនខ្លាចឯងចង់ធ្វើអីយើងណាធ្វើអីយើងខ្លាចទៅយើងសុំវ
ឆាប់ខ្លាចយើងទៅអត់ចង់ខ្លាចសោះត្មងស្រាអញ្ជើញមិនចង់ផឹកបែរជាចង់ផឹកស្រាពីនៃមែនទេល្អឯងនឹងបានថ្នាំខ្លាំងមិនខានទេនិយាយរួចខ្មោចលោកពូម្នាក់នោះក៏យកដៃខ្វេះក្របភ្នែកចេញមករួចក៏ហុចទៅឲ្យនាយកៃដែលធ្វើឲ្យនាយកៃដាក់មេផាយរត់យ៉ាងលឿនលបងកណាយប់មិញត្រូវខ្មោចលងខ្មោចឯណាលងមកដល់ក្នុងវត្តនោះឯងសម័យសម័យពេកហើយទេដឹងមែនហើយខ្ញុំកណាក៏យល់ដូចជាលបងដែរអាកៃវាខ្លាចពេកដល់ថ្នាក់ដេកយសពផងក៏មិនដឹងកុំចេះតែអញ្ចឹងពេកមើលអាកៃយើងមានបានយសពឯណាក៏ឃើញពិតមែនណាខ្មោចនោះមកលងឲ្យខ្លាចតែពេលដល់យើងមិនខ្លាចវាក៏ខ្វេះក្របភ្នែកយកមកឲ្យយើងទើបយើងរត់បាត់ជើងសព្រាតតែម្ដងទៅឯងត្រូវតាំងស្មារតីឲ្យល្អកុំគិតច្រើនពេកហើយល្ងាចនេះកៃនឹងផង់កុំភ្លេចជួយគ្នាលាងសម្អាតឆ្នាំងចានដែលទុកចោលដីហុយប្រឡាក់នោះឲ្យស្អាតផងអាត្មាទៅសូត្រមន្តឡើងផ្ទះឲ្យអ្នកភូមិប្រហែលជាប្រលប់បន្តិចទើបត្រឡប់មកវិញកណាលបងនាពេលយប់ម៉ោង7នាយកៃជាមួយនឹងនាយផង់នៅលាងសម្អាតចានឆ្នាំងមិនទាន់រួចនៅឡើយនោះទេអាផង់ហុចសាប៊ូឲ្យយើងបន្តិចមកនាយកៃប្រើឲ្យនាយផង់ហុចសាប៊ូឲ្យខ្លួនដោយមិនបានងាកមុខទៅមើលនោះទេសាប៊ូក៏ហុចមកតាមគេប្រាំប៉ុន្តែអ្នកដែលហុចមិនមែនជានាយផង់ឡើយអរគុណហើយវើយអរគុណស្អីមិនទាន់បានហុចសាប៊ូឲ្យផងមិនទាន់ហុចឲ្យអាម៉េចបើសាប៊ូដល់ដៃយើងទៅហើយហ្នឹងប៉ុន្តែយើងមិនទាន់បានហុចឲ្យឯងឯណាហាបើឯងមិនហុចឲ្យតើអាខ្មោចណាដែលវាហុចឲ្យនោះគឺយើងឯងខ្លាចយើងទេខ្លាចទេក្មេងអើយហេពូមកលេងស្អីនៅត្រង់នេះឆាប់មកជួយលាងចានលាងឆ្នាំងមកធ្វើជាខ្មោចស្អីឲ្យលឿនឡើងមកឆាប់បានសម្រាកផងអាផង់ខ្មោចទេនេះជាខ្មោចទេអាផង់ខ្មោចស្អីយើងមិនខ្លាចទេពូឆាប់ជួយលាងឲ្យលឿនទៅកុំទំនេរឈរមើលអត់ប្រយោជន៍ពេកមើលប្រើយើងមែនទេហ្នឹងហើយគឺប្រើហ្នឹងហើយឯងមិនខ្លាចយើងទេអីគ្មានស្អីគួរឲ្យខ្លាចផងបើឯងមិនខ្លាចតែយើងខ្លាចអញ្ចឹងយើងសុំតែមុនហើយនាយកៃដាក់មេផាយរត់ចោលនៃផង់យកតែម្ដងអានេះឈួតហ្មងយូរទៅខ្លាចមនុស្សគ្នាឯងអញ្ចឹងទៅកើតរត់ទេមិត្តឯងរត់បាត់ទៅហើយចុះឯងមិនគិតរត់ទេអីខ្ជិលរត់ណាស់អត់មានអីគួរឲ្យខ្លាចផងឯងខ្លាចទេពូខ្មោចលៀនអណ្ដាតផ្លិលដើម្បីបន្លាចដល់នាយផង់ប៉ុន្តែអណ្ដាតនោះមិនបានធ្វើឲ្យនាយខ្លាចឡើយព្រោះលៀនចេញមកដោយអណ្ដាតរបស់នាយដែរនឹងខ្លីពូលេងសាយច្រើនណាស់ប្រយ័ត្នត្រូវមួយឆ្នាំងឥឡូវហើយចុំអត់ខ្លាចមែនពេលបន្លាចមិនខ្លាចពូខ្មោចក៏ប្រើក្បាច់ចាស់ដោយខ្វេះក្របភ្នែករបស់ខ្លួនហុចទៅឲ្យនាយផង់ខ្លាចទេឯងខ្លាចយើងទេចំពូចេះលេងសៀកទៀតធ្វើយ៉ាងម៉េចទើបអាចខ្វេះភ្នែកបានដូចពិតយ៉ាងនេះមិនមែនលេងសៀកទេតែជាការពិនខ្លាចទេមិនជឿនោះទេបើមិនជឿអញ្ចឹងទាល់តែបែបនេះហើយពូខ្មោចក៏ស្រាប់តែធ្លាក់ក្បាលចុះមកលើដីហើយលើកនេះហើយដែលនាយផង់ជឿថាជាខ្មោចពុទ្ធោខ្មោចពិតមែនជឿទេថាយើងជាខ្មោចនោះជឿទេជឿហើយ
ខ្ញុំជឿហើយនៅមិនបានទេខ្ញុំសុំរត់ហើយនៃផងរត់ម្នាក់ទៀតតែចៃដន្យលោកបងនិងនាយកៃក៏បានមកដល់ល្មមស្របពេលដែលពូខ្មោចក៏ដេញតាមតែមកប៉ះលោកបងជួយកណាផងលោកបងខ្មោចលងខ្ញុំកណាហើយប្រាប់ហើយថាខ្មោចឯងមិនជឿយ៉ាងម៉េចស្លឈាមហើយនៅឯងយើងជឿហើយថាខ្មោចកុំមកចំអកឲ្យយើងបន្ថែមទៀតអីបានទេញោមហេតុអីក៏ញោមធ្វើដូច្នេះមកលងមនុស្សនៅក្នុងវត្តដែលមើលថែរក្សាសម្អាតចាត់ដីឲ្យញោមសឹងទៅរាល់ខែអញ្ចឹងមែនទេខ្ញុំព្រះករុណាអបសុកពេកគ្មានគ្នាលេងទើបចង់មកលេងជាមួយក្មេងៗណាដោយគុណញោមចង់លេងជាមួយគេប៉ុន្តែគេមិនចង់នោះទេគ្មានមនុស្សឯណាអាចមកលេងជាមួយខ្មោចទេគេខ្លាចគេអាចឈឺព្រោះតែការលងបន្លាចរបស់ញោមកណាបើអញ្ចឹងខ្ញុំកណាឈប់ធ្វើដូច្នេះទៀតហើយឲ្យពូសុំទោសក្មួយដែលធ្វើឲ្យក្មួយខ្លាចខ្ញុំឡើងចង់ជ្រុះសក់អស់ទៅហើយថ្ងៃក្រោយកំឡងបន្លាចនរណាទៀតប្រយ័ត្នគ្មាននរណាសម្អាតជំរះស្មៅក្បែរចែកដីឲ្យកណាដោយគុណខ្ញុំកណាលេងហ៊ានទៀតហើយចាប់តាំងពីថ្ងៃនោះមកនាយកៃនិងនាយផង់មិនដែលត្រូវខ្មោចលងជ្រុះក្បាលខ្វេះភ្នែកឲ្យទៀតនោះទេ